បាទជម្រាបសួរបងប្អូនទាំងគ្នាបាទខ្ញុំជុំសម្ដេចថ្ងៃនេះសូមចែកម្លែកអំពីក្រុមហ៊ុន One Ecosystem បាទក្រុមហ៊ុន One Ecosystem គឺជាក្រុមហ៊ុនមួយដែលផ្ដោតទៅលើការសិក្សារៀនសូត្រហើយចំណេះដឹងបាទហើយទាំងអស់នេះជារចនាសម្ព័ន្ធរបស់ក្រុមហ៊ុន One Ecosystem បាទវាមានដូចជា Dear Seeker បាទអញ្ចឹងវេទិកា Dear Seeker នេះគឺសម្រាប់ក្នុងការឲ្យម្ចាស់អាជីវកម្មឬក៏ IMA ទាំងអស់ហ្នឹងដាក់ទំនិញលក់លើវេទិកា Dear Seeker ដោយប្រើប្រាស់ជាមួយនឹង cryptocurrency Digital Wallet ឬក៏ DSCP បាទ One Charity គឺជា option មួយសម្រាប់ឲ្យ IMA ទាំងអស់ក្នុងក្នុងការបរិច្ចាគជួយទៅដល់បញ្ហាវិបត្តិសេដ្ឋកិច្ចឬក៏វិបត្តិសង្គ្រាមវិបត្តិទឹកជំនន់វិបត្តិធម្មជាតិហ្នឹងគឺអាចយក crypto one ហ្នឹងយកទៅបរិច្ចាគជួយសង្គ្រោះប្រទេសណាដែលមានវិបត្តិទៅលើធម្មជាតិបាទមានរឿងឆេះផ្ទះឆេះព្រៃឬក៏ទឹកជំនន់ផ្សេងហ្នឹងគឺអាចយក crypto one របស់យើងហ្នឹងយកទៅជួយបរិច្ចាគជួយសង្គ្រោះបានរីឯ One Vita បាទ One Vita គឺជា option មួយសម្រាប់ប្រើប្រាស់ទៅលើតកតទៅនឹងសម្រស់បាទសម្រស់ហៅថា lotion ហ្នឹងបាទគឺជាផលិតផលរបស់ក្រុមហ៊ុនដែលបានបង្កើតឡើងពីក្រុមហ៊ុន One Ecosystem បាទហើយទីនេះ One Ecosystem គឺក្នុង One Ecosystem នេះគឺយើងបានក្រុមហ៊ុនបានបង្កើត One Ecosystem រចនាសម្ព័ន្ធដើម្បីឲ្យសមាជិកចូលរៀនសិក្សា One Academy ទទួលបាន Crypto One ហើយយក Crypto One ហ្នឹងយកមកប្រើប្រាស់ទៅលើ option នីមួយៗពីរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនបាទអញ្ចឹងអ្នកដែលបានចូលក្នុង One Ecosystem នឹងមាន One ដែលបានមកពីទិញ Mary One Academy អញ្ចឹងក្នុង One Ecosystem នេះជារូបិយប័ណ្ណ Crypto Digital ដែលផ្ទុកនៅសុវត្ថិភាពស្ថិរភាពតម្លាភាពហើយនឹងមានការប្រើប្រាស់ជាសកលលោកអញ្ចឹង One Academy គឺជា option មួយឲ្យសមាជិកអស់ចូលរៀនចូលសិក្សាដើម្បីបានចំណេះដឹងផ្នែកសេដ្ឋកិច្ចហិរញ្ញវត្ថុជាមួយនឹងបច្ចេកវិទ្យា Digital Payment Crypto One ជាមួយនឹង Blockchain បាននឹងច្បាប់ផ្សេងៗ One Forex បាទ One Forex គឺជាវេទិកា option ក្នុងការជួញដូររូបិយប័ណ្ណ Crypto និង Crypto នៅពេលថ្ងៃខាងមុខនឹងបើកឆាប់បាទអញ្ចឹងនៅពេលដែលបើក One Forex Crypto One នឹងធ្វើការជួញដូរជាមួយនឹងរូបិយប័ណ្ណផ្សេងៗនៅក្នុង option One Forex បាទ One Voyage គឺជាវេទិកាមួយសម្រាប់ឲ្យ IMA ទាំងអស់ដែលមាន Crypto One នេះយកទៅប្រើប្រាស់នៅក្នុង One Voyage អាចដំណើរកម្សាន្តទូទាំងពិភពលោកមានសថាគារផ្ទះសំណាក់ហើយនឹងសបុតកំហុសគឺយើងប្រើប្រាស់ Crypto One ក្នុងការទូទាត់អូខេអញ្ចឹងខ្ញុំសូមចែកវាទាំងអស់ហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលចង់ចូលរួមសិក្សាជាមួយនឹងក្រុមហ៊ុន One Academy ហើយនឹង One Ecosystem ដើម្បីទទួលបាននៅចំណេះដឹងថ្មីសូមអាចតទៅខ្ញុំបានដើម្បីទទួលបានព័ត៌មានបន្ថែមទៀតបាទអញ្ចឹងបាទខ្ញុំសូមអរគុណសូមជម្រាបបាទបាយបាយ